Radio Free Asia ក្រុមកម្មករជាច្រើនអ្នកបាននាំគ្នាបិទផ្លូវជាតិលេខ 4 នៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញស្ថិតនៅក្នុងសង្កាត់កន្ទួតខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រទី 27 ខែធ្នូឆ្នាំ 2013 ចង់ឈ្នះគេអត់ហេចង់ឈ្នះគេអត់ទេមកចង់តស៊ូទៀតហេការបិទផ្លូវនេះបន្ទាប់ពីកើតមានអំពើហិង្សារវាងកម្មករនិងសមត្ថកិច្ចរួចមកហើយសមត្ថកិច្ចបានចាប់ខ្លួនកម្មករមួយចំនួនទៅសួរនាំក្រុមកម្មករបានថ្លែងថាសមត្ថកិច្ចបានប្រើហិង្សាបណ្ដាលឲ្យកម្មករ 7 នាក់រងរបួសនិងចាប់ខ្លួនខ្លះទៀតអូនឯងទៅបាតកម្មគេដែរបានគេវាយអូនទៅក្នុងបន្ទប់ហ្នឹងបងទៅខ្ញុំការវិញយកមកទៅឲ្យខ្លាំងតបគេវាយហើយដៃហ្នឹងមកវាយដល់ក្នុងបន្ទប់ហ្នឹងបងទៅក្នុងបន្ទប់ហ្នឹងពេលអមម៉ានអ្នកដែលមកខៀច្រើនបងវាអត់ដឹងម៉ានអ្នកដឹងម៉ានអ្នកខ្ញុំតាំងនៅបដិមកបងនៅបដិមកខាត់អង្គុំយ៉ាងជុំហ្មងបាននិយាយទៅខ្ញុំការឃើញគេឈូឆហ្នឹងខ្ញុំរត់ទៅឈូឆគេដែរដល់ពេលគេប្រហែលជាស្មានតែខ្ញុំនឹងគប់បាសអំបោតអីគេហ្នឹងទៅគេចូលមកដល់គេខ្ញុំរត់ចូលបន្ទប់ហ្នឹងខ្ញុំថាចូលបន្ទប់គេមិនហ៊ានចូលមកទេដល់ពេលមានធាក់បំបុកបន្ទប់ហ្នឹងចូលវាយក្នុងបន្ទប់ហ្នឹងអូខ្ញុំចេញ2នាក់គ្នាខ្ញុំឥឡូវម្នាក់ទៀតតាណាម្នាក់ទៀតប្រហែលទៅបន្ទប់បាត់បាទគេវាយអីវាយដបងឬក៏វាយដៃដបងតែម៉ាអ្នកវាយគ្នាច្រើនហើយចំដៃគេវាយទៀតគេវាយកាប់កោបងប្អូនយើងតាមបងប្អូនទៅអីក្រុមកម្មករបាននាំគ្នាធ្វើបាតកម្មដើម្បីទាមទារដំឡើងប្រាក់ខែគោលឲ្យដល់$160សហរដ្ឋអាមេរិកក្នុងមួយខែក៏ប៉ុន្តែការប៉ុនប៉ងធ្វើបាតកម្មនោះត្រូវសមត្ថកិច្ចបង្ក្រាបលោករដ្ឋស្រៀងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងថាសមត្ថកិច្ចរបស់លោកបានរងរបួស7នាក់ដែរនៅពេលដែលប៉ះទង្គិចជាមួយនឹងក្រុមកម្មកររបួសអស់7នាក់ហើយផឹកមិញមកគឺដេញគប់គ្នាបណ្ដោយអញ្ចឹងអត់បានធ្វើអីទាំងអស់តែគប់យកតែហ្មងតើអញ្ចឹងទៅអាហ្នឹងធម្មតាតែគប់គេត្រូវប្រក្រាបវិញហ្នឹងអាហ្នឹងបើយើងអត់ប្រើហិង្សាគេអត់មានអីឈរធម្មតាអញ្ចឹងឯងទោះបីយ៉ាងណាកម្មករបានបិទផ្លូវជាតិលេខ 4 ប្រមាណជា4ម៉ោងដើម្បីទាមទារឲ្យសមត្ថកិច្ចដោះលែងមនុស្សដែលសមត្ថកិច្ចបានចាប់ខ្លួននោះការទាមទាររបស់ក្រុមកម្មករកាន់តែខ្លាំងឡើងសមត្ថកិច្ចបានដោះលែងមនុស្ស3នាក់ហើយក្រុមកម្មករក៏បានបើកផ្លូវឲ្យធ្វើចរាចរណ៍ជាធម្មតាវិញខ្ញុំមុំសុផុនវុទ្ធុអាស៊ីសេរីក្រុងភ្នំពេញ